វីដេអូនេះបាទវីដេអូគឺជាសកម្មភាពខ្ញុំថតបាទជាការរៀនរបស់ខ្ញុំណាបងប្អូនជាការចែកម្លែកការបង្រៀនទៅបងប្អូនទេបាទនេះគ្រាន់តែជាការដកបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់រៀនដល់ខ្លួនឯងអូយល្អដល់9បាទល្អម្លេះលោកអាយុបាន10ថ្ងៃបងប្អូនម្សិលចាប់ដាក់កេះច្រឡំដាក់ត្រង់យើងឡាលក្ខណៈបាច់កេះនេះបាទឈប់កម្ដៅឈប់អីបងប្អូននឹងយើងកម្ដៅអស់រយៈពេលអស់10ថ្ងៃឯងកម្ដៅពេលយប់ព្រោះយើងអត់ព្រមអីបងប្អូនដល់នេះអាយុ10ថ្ងៃបងប្អូនភិលបាទញាស់9ខំតែមេជន់ងក់2ទេបញ្ហាអីទេកូនមន់ល្អណាស់ណាថាព្រើពូកម្ដៅអត់ល្អជាក់ស្ដែងបងប្អូនថាខ្ញុំចង់តែនិយាយណានៃវាស្រួលដែរខ្លះទៅហ្នឹងនិយាយទៅថាយើងចរិតខ្សោយរបស់យើងបាទគឺចំណាយតែគាត់ថាស្រួលហើយវាអត់មានអីទេគឺម្យ៉ាងម្នាក់អញ្ចឹងណាបងប្អូនមើលអាយុ10ថ្ងៃទេបងប្អូនអើយហើយនិយាយចំគុណមន់យើងបានតែអាយុប៉ុណ្ណឹងគឺយើងអត់មានទៅពិបាកណាប្រើកម្ដៅប្រើអីទៀតទេបងប្អូនអំពូលក៏មិនបាច់ខ្ជុងក៏មិនបាច់ដែរឲ្យតែបានអាយុ10ថ្ងៃហើយដូចខ្ញុំធ្លាប់និយាយអញ្ចឹងគុណមន់សំខាន់ណាស់10ថ្ងៃដំបូងបងប្អូនចាំមកនោះអង្គុយដេកណាមិនឈឺបងប្អូនតែឈឺហ្នឹង9ថ្ងៃបងប្អូនហ្នឹងហើយខ្ញុំនឹងធ្វើការផ្លាស់ប្ដូរធុងបាទយកអាតូចដាក់ក្នុងទ្រុងនេះវិញបាទចូលអាធំនេះចេញនេះមកខ្ញុំទិញគេដែរបងប្អូនតែខ្ញុំចាំធំហើយអានេះវាបាន28ថ្ងៃម្ដងនេះអញ្ចឹងគិតថាអាចតម្លាក់ចុះបានហើយដើម្បីយើងត្រូវយកទ្រុងហ្នឹងមកដាក់អាកូនទូច9ថ្ងៃបងប្អូនសុខភាពល្អថ្ងៃមួយដេក